ជនភៀសសឹកជាង 1000 គ្រួសារមិនអាចទៅកាន់លំនៅឋានវិញបានដោយសារយោធាថៃដាក់ទូកុងតឺន័រនិងបន្លាលួសបិទផ្លូវមិនឲ្យចូលមានប្រជាពលរដ្ឋភៀសសឹកប្រមាណជាង 1000 គ្រួសារនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងបន្តស្នាក់នៅជំរំសុវត្ថិភាពដោយមិនអាចទៅកាន់លំនៅឋានវិញបានដោយសារតែហ៊ានឈ្លានពានថៃដាក់ទូកុងតឺន័រនិងបន្លាលួសបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះនៃភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ផ្លោងកាលពីពេលកន្លងទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP កំឡុងពេលចុះផ្ដិតយកទិដ្ឋភាពជនភៀសសឹកនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតនៅក្នុងឃុំគោបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4ខែមករាឆ្នាំ2025ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតពីម៉ោង1រសៀលដល់ម៉ោង6ល្ងាចថ្ងៃទី4ខែមករាឆ្នាំ2026មានជនភៀសសឹកចំនួន 25,407 នាក់បន្ថែមទៀតបានបន្តវិលទៅលំនៅឋានវិញដូច្នេះក្នុងចំណោមជនភៀសសឹកសរុបជាង 640,000 នាក់មាន 242,267 នាក់ក្នុងនោះស្ត្រីមាន 127,886 នាក់និងកុមារ 78,907 នាក់បន្តស្នាក់នៅជំរំ